លោកអ្នកនាងជាទីមេត្រីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាចោទប្រកាន់ភាគីថៃថាកំពុងព្យាយាមបោកប្រាស់និងបំភាន់ប្រជាជនថៃនិងពិភពលោកដោយបើកទទួលភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារចម្លងដែលសាងសង់ពីស៊ីម៉ង់នៅខេត្តស៊ីសាកេតក្បែរព្រំដែនកម្ពុជានិងថៃលោកសានសែរាយការណ៍អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានប្រតិកម្មថាការសាងសង់ប្រាសាទព្រះវិហារចម្លងពីប្រាសាទព្រះវិហារខ្មែរដែលសាងសង់ពីស៊ីម៉ង់របស់ថៃទំហំ1/10នៃប្រាសាទដើមជាចេតនានយោបាយរបស់រដ្ឋាភិបាលយោធាថៃដែលព្យាយាមបង្វែរចំណាប់អារម្មណ៍ស្ថានភាពនយោបាយក្នុងស្រុកថៃលោកផៃស៊ីផានសង្កត់ធ្ងន់ថាការព្យាយាមរបស់រដ្ឋាភិបាលយោធាថៃគឺកំពុងបំផ្លាញចំណងការទូតនិងមិត្តភាពរវាងប្រទេសកម្ពុជានិងថៃប្រាសាទព្រះវិហារនៅក្នុងជីវបច្ចុប្បន្នពិភពលោកហើយគួរឲ្យសោកស្ដាយដែលគេសាងប្រាសាទមួយទៀតទីស៊ីម៉ង់ដែលបីបំភាន់មតិជាតិរបស់ថៃក៏ដូចជាអន្តរជាតិនៅក្នុងការធ្វើនៅជាប់នឹងប្រាសាទព្រះវិហារដែលធ្វើអំពីថ្មធម្មជាតិតាមការប្រឆាំងនៅតម្លៃរបស់ប្រាសាទព្រះវិហារកាសែតបាងកកប៉ុស្តិ៍នៅប្រទេសថៃបានរាយការណ៍ថានៅថ្ងៃទី16ខែឧសភាឆ្នាំ2016រដ្ឋមន្ត្រីក្រសួងការពារជាតិថៃឧត្តមសេនីយ៍ប្រាវិតវង្សវណ្ណអះអាងថាប្រាសាទព្រះវិហារចម្លងធ្វើពីស៊ីម៉ង់របស់ថៃនឹងមិនត្រូវបានគេវាយចោលនោះទេហើយនឹងអាចអនុញ្ញាតឲ្យទេសចរចូលទស្សនាបាងកកប៉ុស្តិ៍បន្តផ្សាយសម្ដីឧត្តមសេនីយ៍ប្រាវិតដែលបានថ្លែងថានេះជាកម្មសិទ្ធិរបស់ប្រទេសថៃដែលអាចសាងសង់ប្រាសាទព្រះវិហារចម្លងនៅលើទឹកដីថៃហើយថាការសាងសង់នេះមិនបង្កជាបញ្ហាអ្វីនោះទេក៏ប៉ុន្តែភាគីកម្ពុជាចាងចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃរូបនេះសម្រាប់លោកផៃស៊ីផានការរឹងជជែករបស់ថៃជាការប្រឆាំងទៅនឹងតម្លៃរបស់ប្រាសាទព្រះវិហារកម្ពុជាដែលត្រូវបានអង្គការ UNESCO ផ្ដល់តម្លៃជាប្រាសាទល្អឯកគ្មានពីរលើលោកហើយបានចាត់ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិដូច្នេះការធ្វើនឹងគឺវាបាត់បង់នៅសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិថៃទេហើយគឺប្រឆាំងគឺថាផ្ទាល់ជាមួយនឹងអង្គការបេតិកភណ្ឌពិភពលោកនេះឯងភាគីថៃអះអាងថាការសាងសង់ប្រាសាទសិប្បនិមិត្តនេះគ្មានការជំទាស់ពីភាគីកម្ពុជានោះទេក៏ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាលោកផៃស៊ីផានបដិសេធនឹងការអះអាងនេះហើយថាកម្ពុជាបានអន្តរាគមន៍ជាច្រើនដងស្នើឲ្យបញ្ឈប់ការសាងសង់ប្រាសាទចម្លងមួយនេះកាលពីថ្ងៃទី10ខែឧសភានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលយោធាថៃឧត្តមសេនីយ៍ប្រយុទ្ធច័ន្ទអូចាបានប្រកាសមិនអនុញ្ញាតឲ្យសាងសង់សំណង់ចម្លងពីប្រាសាទព្រះវិហាររបស់កម្ពុជានោះទេស្រដៀងទៅនឹងរឿងនេះដែរប្រទេសឥណ្ឌាធ្លាប់ព្យាយាមសាងសង់សំណង់សិប្បនិមិត្តលំនាំប្រាសាទអង្គរវត្តកម្ពុជាក៏ប៉ុន្តែកាលពីខែកញ្ញាឆ្នាំ2015រដ្ឋាភិបាលឥណ្ឌាសម្រេចផ្អាកការសាងសង់បន្ទាប់ពីមានការតវ៉ាពីភាគីកម្ពុជាខ្ញុំសានសែលវិទ្យុអាស៊ីសេរីភ្នំពេញឧត្តមសេនីយ៍ប្រាវិតដែលបានថ្លែងថានេះជាកម្មសិទ្ធិរបស់ប្រទេសថៃដែលអាចសាងសង់ប្រាសាទព្រះវិហារចម្លងនៅលើទឹកដីថៃហើយថាការសាងសង់នេះមិនបង្កជាបញ្ហាអ្វីនោះទេក៏ប៉ុន្តែភាគីកម្ពុជាចាងចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃរូបនេះសម្រាប់លោកផៃស៊ីផានការរឹងជជែករបស់ថៃជាការប្រឆាំងទៅនឹងតម្លៃរបស់ប្រាសាទព្រះវិហារកម្ពុជាដែលត្រូវបានអង្គការ UNESCO ផ្ដល់តម្លៃជាប្រាសាទល្អឯកគ្មានពីរលើលោកហើយបានចាត់ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិដូច្នេះការធ្វើនឹងគឺវាបាត់បង់នៅសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិថៃទេហើយគឺប្រឆាំងគឺថាផ្ទាល់ជាមួយនឹងអង្គការបេតិកភណ្ឌពិភពលោកនេះឯងភាគីថៃអះអាងថាការសាងសង់ប្រាសាទសិប្បនិមិត្តនេះគ្មានការជំទាស់ពីភាគីកម្ពុជានោះទេក៏ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាលោកផៃស៊ីផានបដិសេធនឹងការអះអាងនេះហើយថាកម្ពុជាបានអន្តរាគមន៍ជាច្រើនដងលោកអ្នកនាងជាទីមេត្រីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាចោទប្រកាន់ភាគីថៃថាកំពុងព្យាយាមបោកប្រាស់និងបំភាន់ប្រជាជនថៃនិងពិភពលោកដោយបើកទទួលភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារចម្លងដែលសាងសង់ពីស៊ីម៉ង់នៅខេត្តស៊ីសាកេតក្បែរព្រំដែនកម្ពុជានិងថៃលោកសានសែរាយការណ៍អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានប្រតិកម្មថាការសាងសង់ប្រាសាទព្រះវិហារចម្លងពីប្រាសាទព្រះវិហារខ្មែរដែលសាងសង់ពីស៊ីម៉ង់របស់ថៃទំហំការធ្វើនៅជាប់នឹងប្រាសាទព្រះវិហារដែលធ្វើអំពីថ្មធម្មជាតិតាមការប្រឆាំងនៅតម្លៃរបស់ប្រាសាទព្រះវិហារកាសែតបាងកកប៉ុស្តិ៍នៅប្រទេសថៃបានរាយការណ៍ថានៅថ្ងៃទី16ខែឧសភាឆ្នាំ2016រដ្ឋមន្ត្រីក្រសួងការពារជាតិថៃឧត្តមសេនីយ៍ប្រាវិតវង្សវណ្ណអះអាងថាប្រាសាទព្រះវិហារចម្លងធ្វើពីស៊ីម៉ង់របស់ថៃនឹងមិនត្រូវបានគេវាយចោលនោះទេហើយនឹងអាចអនុញ្ញាតឲ្យទេសចរចូលទស្សនាបាងកកប៉ុស្តិ៍បន្តផ្សាយសម្ដី1/10នៃប្រាសាទដើមជាចេតនានយោបាយរបស់រដ្ឋាភិបាលយោធាថៃដែលព្យាយាមបង្វែរចំណាប់អារម្មណ៍ស្ថានភាពនយោបាយក្នុងស្រុកថៃ
លោកផៃស៊ីផានសង្កត់ធ្ងន់ថាការព្យាយាមរបស់រដ្ឋាភិបាលយោធាថៃគឺកំពុងបំផ្លាញចំណងការទូតនិងមិត្តភាពរវាងប្រទេសកម្ពុជានិងថៃ ប្រាសាទព្រះវិហារនៅក្នុងជីវបច្ចុប្បន្នពិភពលោកហើយគួរឲ្យសោកស្ដាយដែលគេសាងប្រាសាទមួយទៀតទីស៊ីម៉ង់ដែលបីបំភាន់មតិជាតិរបស់ថៃក៏ដូចជាអន្តរជាតិនៅក្នុង